បងប្អូនណាដែលគាត់ចូលចិត្តញ៉ាំត្រីបងប្អូនអាចយកត្រីមកចម្អិនជាមួយនឹងសៀងផ្អែមចាបងប្អូនគឺរសជាតិឆ្ងាញ់មែនតើអញ្ចឹងយើងយកត្រីមកត្រីប្រភេទបែបហ្នឹងបន្ទាប់មកយើងយកមកលាងទឹកលាងអីឲ្យស្អាតទៅគឺយើងដាក់ជាមួយនឹងក្រូចឆ្មាមានខ្ញីមានស្លឹកខ្ទឹមហើយនឹងមានអំបិលអញ្ចឹងយើងលាងវាឲ្យស្អាតមកអញ្ចឹងនៅពេលដែលយើងលាងត្រីស្អាតហើយយើងយកមកលាយគ្រឿងបន្តិចគឺយើងមានខ្ទឹមសមានខ្ញីមានម្សៅស៊ុបមានលឹកខ្ទឹមមានប្រេងក្តៅមានទឹកស៊ីអ៊ីវហើយបន្ទាប់មកគឺយើងដាក់បន្ថែមជាមួយនឹងសៀងផ្អែមមកយើងកូរច្របល់ចូលគ្នាសព្វមកបានយើងយកទៅប្រឡាក់នៅលើត្រីរបស់យើងអញ្ចឹងយើងប្រឡាក់លើត្រីរបស់យើងឲ្យសព្វមកហើយយើងទុកវាប្រហែលជា5-10នាទីចោលទៅបានយើងដាក់ខ្ទះយើងឬក៏ឆ្នាំងយើងមកហើយយើងដាក់ប្រេងទៅបន្ថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងខ្ញីយើងកូរវាឲ្យឈ្ងុយបន្តិចបានយើងដាក់ត្រីយើងចូលមកហើយយើងបន្ថែមស្រាបន្តិចមកយើងចម្អិនវាតែម្ដងអញ្ចឹងយើងចម្អិនវាតែ20នាទីគឺឆ្អិនហើយត្រីនឹងនៅពេលដែលឆ្អិនហើយគឺយើងរោយតែស្លឹកខ្ទឹមទៅយើងអាចយកទៅញ៉ាំបានហើយចាហើយសាច់ត្រីនៅពេលយើងញ៉ាំទៅគឺឆ្ងាញ់មែនទែនចា